Hello hello អ្នកទាំងអស់គ្នាពីខ្ញុំសូមប៊ីថ្ងៃនេះខ្ញុំមកលើករឿងមួយគឺវាប្រភេទជារឿង18បូហើយបើសិនអ្នកមើលអីឈាមចំអស់ជាអីខ្ញុំអត់ទទួលខុសត្រូវណាបើសិនបើខ្ញុំសម្រាយខុសតខុសពីសម្ដីអីខ្ញុំសុំទោសផងដោយសារខ្ញុំទៅតែធ្វើ YouTube ជាលើកដែលយើងកុំសាំតបាយច្រើនពេកយើងចូលសាច់រឿងយើងហ្មងចាបើកឆាកយើងដំបូងយើងបានឃើញដុំថ្មអណ្ដែតនៅលើអាកាសជាច្រើនហើយនៅទីកន្លែងនេះគឺមានឈ្មោះថា Crimson Thiên ហើយវាពិតជាអស្ចារ្យខ្លាំងមែនទែននៅទ្វីបនេះគឺអាចបញ្ចូលកម្លាំងធាតុឲ្យយើងបានរជ្ជកាលដ៏អស្ចារ្យមួយនេះគឺវាស្ថិតនៅរជ្ជកាលដងស៊ីងហើយកាត់មកកម្មវិធីរៀបការរបស់ពួកគេវិញយើងបានឃើញមនុស្សអ៊ូអរជាច្រើនហើយក៏មានអ្នកទទួលរាក់ទាក់ផងដែរហើយ admin សុំមកនិយាយកន្លែងហ្នឹងចុះកាត់មកក្នុងសំណាក់មួយហ្នឹងវិញយើងបានឃើញហើយថាការរៀបចំរបស់ពួកគេគឺស្អាតល្អមានពណ៌ក្រហមឆ្អិនឆ្អៅមើលទៅវា the best ហើយយើងក៏បានឃើញមនុស្សម្នាមកជាច្រើនមានទាំងអ្នកតូចអ្នកធំមកទាំងអស់ហើយសាច់រឿងរបស់យើងគឺកាត់មកជួបបុរសម្នាក់ដែលមានឈ្មោះថាលីនសាវយ៉ៅចំណែកឯការវឹកហាត់របស់គាត់វិញគឺស្ថិតនៅអាណាចក្រផែនដីគាត់គឺជាព្រះអង្គម្ចាស់នៃអាណាចក្រដងស៊ីនលីងផងដែរអ្នកបម្រើក៏បានអញ្ជើញគាត់មកអង្គុយនៅតុ VIP ផងដែរគ្រាន់តែបានឃើញលោកម្ចាស់លីនសាវយ៉ៅភ្លាមធ្វើឲ្យអ្នកទាំងអស់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងហើយក៏មានអពយម្នាក់បានសួរព្រះអង្គថានេះមែនទេគឺជាព្រះអង្គម្ចាស់លីនសាវយ៉ៅឮល្បីថាគាត់គឺជាព្រះអង្គម្ចាស់នៃអាណាចក្រទី3ទៀតផងគាត់ពិតជាមានទេពកោសល្យខ្លាំងមែនទែនដែលអាចវឹកហាត់ទាំងវ័យក្មេងដល់អាណាចក្រផែនដីបានតែបើសិនប្រៀបធៀបនឹងអត្តរាគាត់ត្រឹមតែជាកូនចៅមួយតែប៉ុណ្ណោះមុននឹងតសាច់រឿងទៀត admin សូមបញ្យល់ពីការវឹកហាត់នៅក្នុងរឿងនេះគឺវាមានច្រើនបែបដូចជាមាន9ជាងហើយអាណាចក្រទី1គឺជាអាណាចក្រអ្នកចម្បាំងអាណាចក្រទី2គឺជាអាណាចក្រអ្នកចម្បាំងខ្មៅហើយចំណែកទី3គឺជាអាណាចក្រនៃខាងវិញ្ញាណអាណាចក្រទី4គឺជាអាណាចក្រផែនដីអាណាចក្រទី5គឺជាអាណាចក្រមេឃអាណាចក្រទី6គឺជាអាណាចក្រឋានសួគ៌អាណាចក្រទី7គឺជាអាណាចក្រអត្តរាជអមតៈអាណាចក្រទី8គឺជាអាណាចក្រពាក់កណ្ដាលព្រះហើយអាណាចក្រដែលចុងក្រោយគេបង្អស់គឺជាអាណាចក្រព្រះហើយកាត់ចូលមកសាច់រឿងយើងវិញបុរស2នាក់ដដែលបាននិយាយពីបុរសម្នាក់ដែលគាត់មានឈ្មោះថាលីងធានបុរសដែលឈ្មោះថាលីងធាននោះគាត់បានវឹកហាត់នៅទីនេះអស់រយៈពេល3ឆ្នាំហើយក៏ប៉ុន្តែគាត់នៅតែនៅក្នុងអាណាចក្រអ្នកចម្បាំងផ្កាយមួយដដែលហើយខ្ញុំពិតជាឆ្ងល់មែនទែនដែលអធិរាជបានព្រមរៀបការជាមួយនឹងបុរសខ្សោយទាំងដែលគាត់មានថាមពលខ្លាំងអស្ចារ្យស្អាតល្អឥតខ្ចោះហ្មងបុរសដែលនៅគៀននោះគាត់ឲ្យស្ងាត់ទៅហើយអ្វីបានអ្នកហ៊ានរិះគន់ព្រះស្វាមីរបស់អធិរាជអញ្ចឹងស្រាប់តែពេលនោះរឿងរបស់យើងបានកាត់ឲ្យឃើញបុរសម្នាក់កំពុងតែអង្គុយពិបាកចិត្តតែម្នាក់ឯងហើយគាត់ប្រហែលជាកូនកំលោះនឹងឯងគាត់បានអង្គុយរអ៊ូថាហេតុអ្វីបានខ្ញុំមកឆ្លងភពនៅនីកាដាំដោះមួយនេះក៏ប៉ុន្តែហេតុអ្វីខ្ញុំនៅតែនៅដំណាក់កាលអ្នកចម្បាំងផ្កាយមួយដដែលអញ្ចឹងហើយខ្ញុំបានចូលមកក្នុងនីកាយមួយនេះរយៈពេល3ឆ្នាំទៅហើយឬមួយខ្ញុំក៏ជាសម្រាមបែបនេះរហូតនៅក្នុងរឿងនេះហើយសម្រាមដូចជាខ្ញុំទៅរៀបការមួយអធិរាជយ៉ាងដូចម្ដេចក៏ប៉ុន្តែក៏ជាសំណាងដែរដែលគាត់ឆ្លងភពមករៀបការជាមួយនឹងអធិរាជដែលស្អាតស្រាប់តែអង្គុយលូសុកសុកក៏មានណាគេមកគោះទ្វាររបស់គាត់ហើយស្រាប់តែគាត់បើកទ្វារភ្លាមក៏ឃើញរបស់2យ៉ាងគឺធំមែនតើហើយរបស់មួយហ្នឹងគឺជារបស់នារីម្នាក់ដែលគាត់ដើរចូលមកបន្ទប់ទូប្រុសរបស់យើងចំណែកឯសម្លៀកបំពាក់របស់គាត់វិញគឺស្អាតនារីម្នាក់នោះក៏គាត់បាននិយាយថាតើឯងហេវមែនទេយើងមកនេះយើងប្រាប់ឯងតាមត្រង់ទៅចោះយើងគឺមិនបានស្រឡាញ់ឯងទេគ្រាន់តែជាពីពិពាដ៏คล้ายៗមួយតែប៉ុណ្ណោះហើយនាងគឺជាអត្តរាជយើងនឹងឯងហើយការដាំដុះគាត់គឺនៅកម្រិតអាណាចក្រអត្តរាជក្រឡេកមើលអាចលើមយើងវិញគាត់មានការភ្ញាក់ផ្អើលជាខ្លាំងទាំងចាប់អារម្មណ៍ទាំងភ្ញាក់ផ្អើលគឺចូលមកទាំងអស់ហើយបន្ទាប់ពីឃើញបែបហ្នឹងព្រាមកញ្ញាលូវជីងពិតជាមានការខឹងសម្បាល់នឹងតួប្រុសយើងមែនតើអធិរាជបាននិយាយថាឯងកុំមានគំនិតស្មោកគ្រោកមកលើយើងឲ្យសោះប្រយ័ត្នយើងកាត់ចង់ឯងចោលអាក្បាលខូចយើងគ្រាន់តែលើបែបនេះក៏រៀងភ័យដែរហើយគាត់ក៏បានគិតនៅក្នុងចិត្តនាងពិតជាលេងសើចនឹងខ្ញុំពេកហើយមែនទេសូម្បីតែការរៀបការហ្នឹងក៏คล้ายដែរនាងពិតជាពូកែពេកហើយស្រាប់តែពេលនោះក៏មាន system មួយបានអបអរសាទរតួប្រុសយើងតួប្រុសរបស់យើងស្រាប់តែលើបែបនេះក៏មានការត្រេកអរជាខ្លាំងខណៈពេលនោះគាត់ក៏បានគិតថាវាពិតជាអស្ចារ្យមែនទែនជាមួយនឹង system ហើយគាត់ក៏អាចផ្លាស់ប្ដូរជីវិតដែលលំបាកនោះផងដែរស្រាប់តែពេលនោះលូវជីងឃើញគាត់នៅស្ងៀមអញ្ចឹងក៏សួរគាត់ថាតើអ្នកឯងមិនឮខ្ញុំនិយាយទេមែនក៏ប៉ុន្តែតួប្រុសយើងនៅតែអង្គុយស្ងៀមហើយគាត់ក៏បាននិយាយជាមួយនឹង system ក្នុងចិត្តថាតើឯងប្រើយ៉ាងម៉េចទៅយើងមិនចេះប្រើឯងទេទោះគាត់ខំស្រែកហៅ system យ៉ាងណា system ក៏នៅតែមិននិយាយជាមួយនឹងគាត់ហ្មងខ្ពើមនិយាយមក
ហើយគ្រាន់តែឃើញតួឯកប្រុសរបស់យើងនៅតែអង្គុយថ្មឹងនៅហ្នឹងលោកវ៉ូស៊ីងក៏បានស្រែកសម្លុតដាក់តួប្រុសយើងថាតើឯងមិនលឺយើងសួរទេមែនពេលនោះតួប្រុសរបស់យើងមិនដឹងថាមានសារធាតុញៀនតាំងកាលទេបានសម្លុតទៅនាងវិញថើបិទមាត់ឲ្យស្អុយរបស់នាងទៅលើបែបនេះកញ្ញាលោកវ៉ូស៊ីងក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយនាងក៏បានគិតថាចុយអានេះហ៊ានប្រមាថអញហើយពាក្យសម្ដីមួយនេះដែលធ្វើឲ្យកញ្ញាលោកវ៉ូស៊ីងមានការឆេះដុំយ៉ាងខ្លាំងហើយនាងក៏បានបញ្ចេញធម៌ពលរបស់នាងចេញមកហើយនាងក៏បាននិយាយថាតើឯងនិយាយអ្វីមិញតួឯករបស់យើងហ្នឹងក៏បានគិតថាតើអញនិយាយអីវិញមិញហើយខ្ញុំភ្លេចថាខ្ញុំកំពុងតែនៅមួយកញ្ញាម្នាក់នេះហើយប្រសិនបើនាងចង់សម្លាប់ខ្ញុំពេលណាក៏បានដែរហើយខណៈពេលនោះតួប្រុសរបស់យើងពិតជាភ័យមែនតែនហើយខំដើររកពាក្យបកស្រាយយ៉ាងច្រើនតនបានបកស្រាយໄວផង system ក៏បានលោតឡើងហើយក៏បានផ្ដល់រង្វាន់ឲ្យតួប្រុសរបស់យើងរង្វាន់មួយហ្នឹងគឺជាការទប់ស្កាត់របស់អ៊ូរ៉ាឬក៏ជំនាញនៃការទប់ស្កាត់របស់ដៃគូម្ខាងទៀតដាក់សម្ពាធមកលើយើងហើយគ្រាន់តែលឺបែបហ្នឹងភ្លាមតួឯករបស់យើងក៏មានការភ្ញាក់ផ្អើលខ្លាំងមែនតើហើយគាត់ក៏បានឆ្ងល់ដែរហ្នឹងគាត់ថានេះមែនទេដែលជារបៀបប្រើវាហើយទីបំផុតខ្ញុំក៏មានសង្ឃឹមមកវិញហើយពេលនោះផងដែរតួប្រុសរបស់យើងក៏សម្លឹងទៅមើលមុខកញ្ញាលូវឈីងគេក៏បានគិតទៀតថាយើងពេលនេះយើងត្រូវតែនៅស្ងៀមដោយសារតែធម៌ពលយើងគឺនៅឆ្ងាយគ្នាខ្លាំងមែនតើក៏ប៉ុន្តែនាងបែរជាចង់រៀបអាពាហ៍ពិពាហ៍ជាមួយនឹងខ្ញុំទៅវិញប្រហែលជានាងមានមូលហេតុអ្វីហើយពេលនោះផងដែរតួប្រុសរបស់យើងក៏លួចញញឹមតិចទៅក៏បានគិតទៀតថាប្រហែលជានាងមិនហ៊ានស្លាប់ខ្ញុំដោយងាយៗនោះទេមុននឹងនាងស្លាប់ខ្ញុំតែទាញប្រយោជន៍ពីនាងឲ្យបានច្រើនតទៅពីគេគិតដូច្នេះហើយគេក៏បានងើបទៅកញ្ញារបស់យើងក៏មកគេក៏បានយកដៃលើកមុខកញ្ញាលូវឈីងយើងឡើងលើគេបាននិយាយទៅលើកញ្ញាលូវឈីងយើងថាខ្ញុំឥឡូវនេះគឺជាប្តីរបស់អ្នកហើយតើអ្នកមានអ្វីដែលជំទាស់ទៅក្នុងការដែលប្តីរបស់អ្នកនិយាយបែបនេះគណៈពេលនោះដែរ system ក៏បានលោតឡើងថាអបអរលោកម្ចាស់ហើយលោកម្ចាស់បានធ្វើឲ្យកញ្ញារបស់យើងមានការភ្ញាក់ផ្អើលបន្តិចបន្តួចវ៉ាន់ដែលលោកម្ចាស់បានហ្នឹងគឺជាក្របថ្នាំឈាមចម្រាញ់ឈីខ្ញុំមិនដឹងថាអានត្រូវអត់ទេថ្នាំមួយនោះបើសិនលេបវាទៅវាផ្ដល់ធម៌ពលឲ្យយើងដូចជាអាចជួយចូលសរសៃឈាមអ្នកហើយក៏អាចផ្ដល់កម្លាំងអ្នកដែលបាត់បង់ទៅបានមកវិញផងដែរពេលនោះអាតួរបស់យើងនឹងក៏បានគិតថាពិតជាដូចដែលខ្ញុំគិតអញ្ចឹងឆ្នេះខ្ញុំត្រូវតែហៅអាប្អូនខ្ញុំមកងើបឲ្យលឿនហើយគេក៏សម្រុកទៅកញ្ញាលូវីស៊ីងហើយបាននិយាយថាអូនធ្វើរឿងដែលប្តីប្រពន្ធគេតែងតែធ្វើពេលយប់កញ្ញាលូវីស៊ីងឮបែបនេះក៏មានការខឹងសម្បាយ៉ាងខ្លាំងហើយក៏អៀនផងដែរហើយនាងក៏ថាតើឯងនិយាយអ្វីហ្នឹងមិញតែមិនបាច់មើលដៃតួប្រុសយើងទេចិត្តដល់នឹងប៉ៅហើយតែចិត្តដល់កន្លែងមើល system នឹងមកហើយ system នឹងក៏វាបាននិយាយថាអបអរលោកម្ចាស់ដែលលោកម្ចាស់បានឆក់យកឱកាសកម្រិតមធ្យមឆ្នាំតួឯកប្រុសយើងក៏វាបានរលាយវាបានជួយឥឡូវវាជួយខ្លាំងមែនតើវាជួយដូចជាស្អែកឈាមរបស់តួឯកប្រុសយើងនឹងវាកំពុងតែព្យាបាលហើយចំណែកការវឹកហាត់របស់តួឯកប្រុសយើងនឹងក៏វាកើនឡើងដែរវាឈានទៅដល់អាណាចក្រព្រះពេលវាវឹកហាត់ចឹងទៅអ្វីៗក៏គុណ10ដែរទាំងប្រាជ្ញាទាំងអីទាំងអស់ហ្នឹងហើយគ្រាន់តែលើបែបហ្នឹងអាសំណាងរបស់យើងក៏មានការសប្បាយចិត្តជាខ្លាំងគេក៏បានគិតទៀតថាខ្ញុំមកពិតជាសប្បាយចិត្តមែនតើដូច្នេះខ្ញុំមិនមែនជាសម្រាមទៀតទេហើយគ្រាន់តែមើលមុខតួឯកប្រុសយើងក៏ដឹងថារោគចិត្តប៉ុណ្ណាដែរមុខក៏ដូចរោគចិត្តដូចអ្នកមើលចឹងគ្រាន់តែឃើញទឹកមុខរបស់តួប្រុសរបស់យើងកញ្ញាលូវស៊ីងក៏មានការឆេះដុំយ៉ាងខ្លាំងនាងក៏បានស្រែកថាតើបំណងប្រាថ្នារបស់ឯងគឺចង់បានសេចក្តីស្លាប់មែនទេនាងក៏ស្ទុះដាក់មួយដៃចំពោះរបស់តួប្រុសរបស់យើងប៉ើងឆ្ងាយខ្លាំងមែនតែមើលតែខ្លួនឯងទៅអ្នកកញ្ញារបស់យើងវាយមិនចែកហ្នឹងក៏រត់ចូលមកវាយតួប្រុសយើងទៀតតែយើងមើលមកកញ្ញារបស់យើងវិញពិតជាកាចខ្លាំងមែនតែហើយនាងក៏ពិតជាខុសខើផងដែរពេលនោះផងដែរនាងក៏បានអង្គុយលើតួឯកប្រុសរបស់យើងហើយនាងបាននិយាយទៅតួឯកប្រុសរបស់យើងថាឯងចង់ស្លាប់របៀបណាទៅមើលទៅតួប្រុសរបស់យើងទៅពិតជាភ័យខ្លាំងមែនតែហើយគាត់ក៏បាននិយាយថាតើនាងពិតជាហ៊ានធ្វើបែបនេះមែនហើយបន្ទាប់មកគេក៏បានស្រែកហៅ system ឲ្យបើកជំនាញការទប់ស្កាត់របស់អ៊ូរ៉ាខណៈពេលនោះដែរកញ្ញាលូវីស៊ីងយើងក៏បានប្រមូលធម្មពលដាក់នៅលើបាតដៃរបស់នាងរៀបនឹងវាយតួប្រុសរបស់យើងហើយធម្មពលរបស់នាងមិនដឹងបាត់ទៅណាអស់លីងទៅខណៈពេលនោះដែរកញ្ញាលូវីស៊ីងយើងក៏មានអារម្មណ៍ថាខ្លួនឯងនឹងខ្សោយខ្លាំងមែនតែនគឺស្រាប់ស្រាពេញខ្លួនអស់ហើយបន្ទាប់មកនាងក៏បានគិតថាស្អីគេតើធម្មពលរបស់នាងបាត់ទៅណាអស់លីងហើយមកវាធ្វើឲ្យកញ្ញាលូវីស៊ីងយើងអស់កម្លាំងខ្លាំងមែនតែនហើយយើងក៏មើលដើមទ្រូងនាងអីពិតជាធំខ្លាំងមែនតែនហើយនាងបាននិយាយថាតើវាមានរឿងអ្វីកើតឡើងទៅតើវាមិនដំណើរការទេមែនទេពិតជាចង់ស្លាប់អ្នកខ្លាំងមែនតែននោះផងដែរនាងពិតជាធីងធំខ្លាំងមែនតែនហើយនាងរៀបនឹងដួលហើយណែឯនេត្រារបស់តួប្រុសរបស់យើងនឹងមើលស្អីទេហោះមកហើយអស់កម្លាំងខ្លាំងពេកហ្នឹងកញ្ញារូបសិញយើងក៏បានដួលបាត់ទៅហើយពេលនោះផងដែរតួឯករបស់យើងហ្នឹងក៏បានគិតថាខ្ញុំប៊ីចិត្តនឹងស្លាប់ហើយមិញហើយវាពិតជាមានសំណាងខ្លាំងមែនតែនដែល system វាអាចដំណើរការបានណែឯធម្មពលពណ៌មាសហ្នឹងក៏បានហោះចូលតួប្រុសរបស់យើងអស់
ស់ទៅហើយពេលនោះផងដែរទូប្រុសរបស់យើងក៏បានគិតថាខណៈពេលនេះផងដែរខ្ញុំមានតែរយៈពេលតែ3ម៉ោងនោះទេហើយទោះបីខ្ញុំរត់ទៅទីណាក៏រត់មិនបានឆ្ងាយដែរបើសិនបើពេលវេលាផុតកំណត់ខ្ញុំពិតជាស្លាប់មែនតើហើយគេក៏បានគិតទៀតថាពេលនេះផងដែរខ្ញុំតែកត់បន្ទាប់មកបែបប្រុសព្រានដូចជាអ្នកកំពុងតែស្ដាប់ហ្នឹងក៏បានក៏ទ្រុបលើកញ្ញាលោកវិស៊ីងយើងហើយកញ្ញារបស់យើងក៏បាននិយាយថាតែឯងហ៊ានមែនទេឥឡូវនេះហ៊ានមិនហ៊ានមើលទៅខ្លួនឯងទៅចំហមាត់មួយបាត់ទៅហើយបើសិនបើអ្នកទាំងអស់គ្នាសួរថាគេកំពុងតែធ្វើអ្វី admin ក៏មិនដឹងដែរដោយសារ admin មិនមែនជាតួក្នុងហ្នឹងផងហើយយើងមើលអក្សរនៅលើរូបភាពហ្នឹងទៅគឺពិតជាស្រ័យខ្លាំងមែនតើតួឯករបស់យើងមិនដឹងគុំកញ្ញានឹងតាំងពីកាលទេអាណិតគ្នាណាខណៈពេលដែលតួប្រុសរបស់យើងកំពុងកត់ហ្នឹង system ក៏បានលោតឡើងទៀតហើយ system ក៏បាននិយាយថាសូមអបអរលោកម្ចាស់ដែលធ្វើឲ្យកញ្ញាលោកវិស៊ីងយើងមានការភ្ញាក់ផ្អើលម្ដងទៀតម៉ោងក្រោយមកតួឯករបស់យើងក៏បានធ្វើ homework ហើយគេក៏បានបើកពង្អួចស្រូបយកខ្យល់អាកាសបរិសុទ្ធនៅខាងក្រៅគេបាននិយាយទៅកញ្ញាលោកវិស៊ីងយើងថាគណៈពេលនេះខ្ញុំធ្វើអ្វីដែលខ្ញុំចង់ធ្វើហើយវាពិតជាយឺតពេលខ្លាំងមែនតើនៅក្នុងការសម្រាប់ខ្ញុំហើយខ្ញុំនឹងជួយអ្នកតើខ្ញុំនៅតែមានប្រយោជន៍សម្រាប់អ្នកដែរឬទេហើយយើងក្រឡេកមើលកញ្ញាលោកវិស៊ីងយើងទៅទន់ដៃទន់ជើងអស់ហើយរយៈពេល3ម៉ោងហ្នឹងតែសម្លៀកបំពាក់ហ្នឹងក៏នាងមិនអាចតាក់ខ្លួនឯងបានផងឥឡូវហ្នឹងនាងបាននិយាយថាខ្ញុំត្រូវតែអត់ធ្មត់ខ្ញុំមិនត្រូវសម្រាប់គាត់ពេលនេះនោះទេបើសិនបើខ្ញុំសម្រាប់គាត់នៅពេលនេះខ្ញុំមិនអាចទទួលសៀវភៅមួយនោះទេនោះនិកាយរបស់ខ្ញុំមិនអាចងើបឡើងមកវិញបាននោះទេហើយបន្ទាប់មកកញ្ញារបស់យើងក៏បានស្លៀកពាក់ខោអាវរបស់នាងមកវិញហើយនាងបាននិយាយទៅតួប្រុសរបស់យើងថាទៅព្រះបារម្ភរាជវាំងនៅពេលរាត្រីពិធីរៀបអាពាហ៍ពិពាហ៍របស់ពួកយើងនឹងគោរពឡើងហើយបន្ទាប់ពីនិយាយរួចនាងក៏បានដើរចេញទៅហើយយើងមើលទៅតួប្រុសរបស់យើងទៅមើលនាងមិនដាច់នៃត្រានោះទេនាងក៏បាននិយាយទៀតថានារីម្នាក់នេះពិតជាអែមខ្លាំងមែនតើ3ម៉ោងហ្នឹងហើយរីខ្ញុំសុំស្លេះទៅត្រឹមហ្នឹងចុះដោយសារខ្ញុំសរាយដល់ម៉ោង1ជាងហើយខ្ញុំដេកហើយបាយបើសំតិតគូតលា